ជារឿងអត់ហេតុមិនអាចទៅរួចអញ្ចឹងពពុទ្ធស្រីក៏ដោយស្ដេចចក្រពត្តិស្រីក៏ដោយមិនមានទេឥឡូវអ្នកគ្រូមកនិយាយពីរឿងអត្តន័យព្រះពុទ្ធស្រីដែលព្រះសម្មាសម្ពុទ្ធសម្ដែងយើងអត់ដែលឃើញមែនទេហើយយើងក៏មិនដែលបានជួបព្រះសម្មាសម្ពុទ្ធស្រីហើយយើងឥឡូវនេះក៏មិនដែលបានជួបព្រះពុទ្ធផ្ទាល់ប៉ុន្តែយើងក៏បានសិក្សារៀនមេរៀនរបស់ព្រះសម្មាសម្ពុទ្ធតាមបៃដកព្រោះយើងអត់មានញៀនដឹងព្រះពុទ្ធស្រីមានឬក៏អត់យើងអត់ដឹងមែនអត់តែយើងដឹងត្រឹមថាមានដំរាយកដំរាជាទីតាំងយកដំរាជាហេតុផលព្រោះយើងមិនមានញៀនពិចារណាដោយហេតុផលជាក់ច្បាស់ព្រោះវាជាពុទ្ធវិស័យជារឿងអចិន្តយៈរឿងដែលយើងគិតមិនដល់ស្មានមិនត្រូវអញ្ចឹងយើងយកដំរាជាទីតាំងឥឡូវអ្នកគ្រូចូលអានលេខបៃដកភាគ26ទំព័រ321ឥឡូវអ្នកគ្រូអានយកតែម្ដងណាព្រះអរហន្តសម្មាសម្ពុទ្ធមិនអាចកើតដំណើរគ្នាក្នុងលោកធាតុតែមួយបានឡើយនេះជាចំណុចមួយដែលថារឿងដែលមិនអាចទៅរួចនៅក្នុងពេលតែមួយមិនមានប្រពុតពីរនោះទេអញ្ចឹងរឿងដែលអាចទៅរួចគឺមានប្រពុតតែមួយប៉ុណ្ណោះឥឡូវអ្នកគ្រូអានបន្តទៀតបៃដកលេខ26ដដែលទំព័រមួយទៀត322អ្នកគ្រូអានកាត់ណាព្រះអរហន្តសម្មាសម្ពុទ្ធជាស្ត្រីបានន័យថាប្រពុតស្រីណាឥឡូវចាំស្ដាប់ព្រះពុទ្ធកើតឡើងនៅក្នុងលោកដែលជាអរហន្តសម្មាសម្ពុទ្ធស្ត្រីជារឿងមិនសមហេតុផលមិនអាចទៅរួចអញ្ចឹងព្រះអង្គសម្ដែងថាមិនមានព្រះពុទ្ធស្រីទេកុំថាឡើយព្រះពុទ្ធស្ត្រីអ្នកគ្រូអានបន្តឯណាសូម្បីតែស្ដេចចក្រពត្តិស្ត្រីក៏មិនមានដែរជារឿងអត់ហេតុមិនអាចទៅរួចអញ្ចឹងព្រះពុទ្ធស្រីក៏ដោយស្ដេចចក្រពត្តិស្រីក៏ដោយមិនមានទេឥឡូវអ្នកគ្រូអានបន្តទៀតណាកុំថាឡើយរឿងព្រះពុទ្ធស្រីស្ដេចចក្រពត្តិស្រីសូម្បីតែព្រះអិនស្ត្រីក៏អត់មានដែរស្ដេចមារាធិរាជជាស្ត្រីក៏អត់មានដែរព្រំដែលជាមនុស្សស្រីក៏អត់មានដែរ